បាទសួស្តីបាទថ្ងៃនេះបងអូនមានកិត្តិយសខ្លាំងមែនទែនដែលបានមកធ្វើបទបង្ហាញតាក់ទងជាមួយនឹង system របស់ក្រុមហ៊ុន Smart Solution បាទមុននឹងធ្វើបទបង្ហាញបងអូនសូមណែនាំខ្លួនជាមុនសិនខ្ញុំបាទឈ្មោះត្រង់ថៃជាបុគ្គលិកក្នុងក្រុមហ៊ុន Smart Solution មានតួនាទីជា Project Coordinator គោលបំណងដែលបងអូនមកថ្ងៃនេះបងអូនចង់បង្ហាញ system មួយដែលមានឈ្មោះថា PAS Inventory Management System នៅក្នុង system របស់បងអូនចង់បង្ហាញតាក់ទងជាមួយនឹងចំណុចសំខាន់ចំនួន3ផងដែរទី1តាក់ទងជាមួយនឹង Modern Technology គឺបងអាចប្រើប្រាស់វាគ្រប់ពេលវេលាគ្រប់ទីកន្លែងគ្រប់ device ផ្សេងៗតាក់ទងជាមួយនឹងប្រភេទ MacBook PC tablet ផ្សេងៗ smartphone ប្រើប្រាស់បានយ៉ាងងាយស្រួលឲ្យតែមានប្រព័ន្ធអ៊ីនធឺណិតទី2តាក់ទងជាមួយនឹង Refunctional គឺបងអាចប្រើប្រាស់វាគ្រប់ function គ្រប់សាជីវកម្មរបស់បងទៅលើតម្រូវការរបស់បងដែលចង់បានតាក់ទងទី3តាក់ទងជាមួយនឹង Centralized Data Management បងអាចប្រើប្រាស់វាគ្រប់ business របស់បងដែលមាននៅបណ្ដាខេត្តឧទាហរណ៍ថាបងមានសាជីវកម្ម2មួយនៅភ្នំពេញមួយនៅបណ្ដាខេត្តផ្សេងៗទៀតបងមិនចាំបាច់ព្រួយបារម្ភតាក់ទងជាមួយនឹងការគ្រប់គ្រងនេះទេវានឹងអាចឲ្យបងប្រើប្រាស់វាគ្រប់គ្រងវាដោយងាយស្រួលក្នុងពេលតែមួយមុននឹងចូលទៅកាន់ system តម្រូវឲ្យបងមាន web browser ចំនួន1តែបងអូនកុំឲ្យបងប្រើប្រាស់នៅ web browser គឺ Google Chrome ពីព្រោះវាមានមុខងារសំខាន់ support ជាមួយនឹងកម្មវិធីរបស់បងអូនបាន 100% បងសូមធ្វើការបើកនៅ Google Chrome ពេលដែលបងបើក Google Chrome តម្រូវឲ្យបងមាន web address មួយសម្រាប់ log ចូលទៅកាន់ system របស់បងអូន web address នេះនៅពេលដែលបងជាវនៅ system របស់បងអូនយកទៅប្រើគឺខាងបងអូននឹងបង្កើតតាក់ទងជាមួយនឹងប្រភេទឈ្មោះសាជីវកម្មរបស់បងសម្រាប់បងចំនួន1ធ្វើការគ្រប់គ្រងនៅទិន្នន័យរបស់បងតែបងអូនធ្វើការ log ចូលនៅ system របស់បង demo.ismartពេលនេះបងធ្វើការ log ចូលនៅ system របស់បងហើយដែលមានឈ្មោះថា Smart PAS and Inventory Management System version 2.2 ពេលដែលបងធ្វើការ log ចូលវានឹងបង្ហាញតាក់ទងជាមួយនឹងusername ហើយនិង password ពេលដែលបងធ្វើការជាវនៅ software របស់អូនយកទៅប្រើប្រាស់គឺខាងបងអូនតម្រូវឲ្យបងមាន username ខ្លួនឯងផ្ទាល់និង password របស់បងផ្ទាល់បាទពេលនេះបងអូនធ្វើការ login ចូលទៅកាន់ system ហើយការដំណើរការវាអាស្រ័យលើប្រព័ន្ធអ៊ីនធឺណិតរបស់បងផងដែរបើសិនជាបងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតលឿនវាធ្វើការដំណើរការលឿន
ពេលនេះបងសូមណែនាំតាក់ទងជាមួយនឹង function ជាច្រើនដែលមាននៅក្នុងរបាយនេះទី1គឺតាក់ទងជាមួយនឹង item តាក់ទងជាមួយនឹងប្រភេទតំណែងតាក់ទងជាមួយនឹងប្រភេទអតិថិជនរបស់បងតាក់ទងជាមួយនឹងអ្នកផ្គត់ផ្គង់តំណែងរបស់បងតាក់ទងជាមួយនឹង accountant តាក់ទងនឹងគណនេយ្យរបស់បងហើយតាក់ទងជាមួយនឹងបញ្ហា report របាយការណ៍របស់បងនឹងពេលនេះបងសូមលើកយកតាក់ទងជាមួយនឹងមនុស្សមួយដែលមានឈ្មោះថា item នៅក្នុង item វាបង្ហាញនៅប្រភេទនៃ function ជាច្រើនផងដែរតាក់ទងជាមួយនឹងប្រអប់4ជ្រុងនេះវាបង្ហាញនៅការ alert នៅ stock តំណែងរបស់បងរាល់ការទិញចូលរបស់បងកំណត់ថាតំណែងបងមានប្រមាណដែលតម្រូវឲ្យបងទិញចូលអញ្ចឹងនៅពេលដែលតំណែងយើងចិត្តអស់ឬមួយអស់ពីឃ្លាំងអស់ពី stock គឺវា alert ប្រាប់បងថាតំណែងបងគឺចិត្តអស់ពី stock ឬមួយអស់ពី stock ហើយ system របស់បងប្អូនមានពីរភាសាផងដែរតាក់ទងជាមួយនឹងភាសាអង់គ្លេសនិងភាសាខ្មែរហើយបងអាចពង្រីកបង្រួមវាជាលក្ខណៈ full screen ក្នុងការប្រើប្រាស់ក៏បានតាក់ទងជាមួយនឹងបងអាច find raw report តាក់ទងជាមួយរបាយការណ៍ដែលបងចង់បានតាក់ទងជាមួយនឹងការចាក់ចេញពី system បងចុចហើយយកពាក្យថា yes បងនឹងចាក់ចេញពី system របស់បងប្អូនតាក់ទងជាមួយនឹងការបង្ហាញការមិនបង្ហាញនិងការបង្ហាញតាក់ទងជាមួយនឹងមនុស្សខាងនេះបងធ្វើការបិទមនុស្សហ្នឹងក៏បានដើម្បីងាយស្រួលក្នុងការប្រើប្រាស់ពេលដែលបងយក closer យកមកដាក់កាយនេះវានឹងចេញមកធ្វើឲ្យបងងាយស្រួលក្នុងការប្រើប្រាស់មែនទែនបាទតែបងអូនចង់ឲ្យមនុស្សនេះវាបង្ហាញនៅចំហៀងខាងនេះងាយស្រួលដល់ក្នុងការប្រើប្រាស់បងប្អូនបាទហើយក៏វាបង្ហាញតាក់ទងជាមួយនឹងប្រភេទ diagram ជាចំនួន12ខែផងដែរតាក់ទងជាមួយនឹងប្រភេទនៃសាជីវកម្មរបស់បងវាបង្ហាញនៅ diagram ជាច្រើនតាក់ទងជាមួយនឹងចំណូលចំណាយផ្សេងពេលនេះបងសូមធ្វើបទបង្ហាញតាក់ទងជាមួយនឹងមនុស្សមួយដែលនិយាយថាតាក់ទងនឹងតំណែងទី1គឺ set up item គឺជាការបង្កើតនៅឈ្មោះតំណែងទី2តាក់ទងជាមួយនឹងការ set up category ការបង្កើតនៅប្រភេទតំណែងទី3តាក់ទងជាមួយនឹងការ set up unit measurement គឺជាការបង្កើតនៅរង្វាស់ຂະຫນາດរបស់តំណែងទី4ការ set up price level ការ set up price level update price level update price តាក់ទងជាមួយនឹងការ update នៅតម្លៃ update នៅតម្លៃតំណែងរបស់បងតាក់ទងជាមួយនឹង adjust quality adjust quality នេះតាក់ទងជាមួយនឹងការកាត់នៅ stock តំណែងដែលបានបាត់ដែលបានលើសឬអន់គុណភាពតាក់ទងជាមួយនឹង request stock នេះតាក់ទងជាមួយនឹងការស្នើសុំ stock តំណែងតាក់ទងជាមួយនឹងសាខាមួយទៅសាខាមួយទៀតតាក់ទងជាមួយនឹង approve stock request នេះគឺតាក់ទងជាមួយនឹងការស្នើខាងលើហើយបាន manager ឬមួយអ្នកគ្រប់គ្រងខាងលើគាត់គិតថា stock នេះអាចបញ្ជូនទៅសាខាមួយផ្សេងទៀតបានទៅគាត់ approve តាក់ទងជាមួយនឹង request stock និង approve stock នេះវាអត់មានបញ្ហាតាក់ទងជាមួយនឹងតំណែងយើងទេតាក់ទងជាមួយនឹងប្រភេទ transfer stock នៅពេលដែល manager ឬមួយអ្នកគ្រប់គ្រងខាងលើគាត់គិតថាគាត់អនុញ្ញាតថាឲ្យតំណែងនឹង transfer ទៅឬមួយការស្នើសុំនេះបានអនុញ្ញាតហើយក៏ធ្វើការ transfer stock តំណែងនេះចូលបាទពេលនេះបងអូនសូមធ្វើការបង្ហាញតាក់ទងជាមួយនឹងប្រភេទការ set up item ការ set up item គឺជាការបង្កើតនៅឈ្មោះតំណែង
នៅក្នុងកម្មវិធីរបស់បងអូនតាក់ទងជាមួយនឹងតំណែងមានទាំងអស់គឺ4ប្រភេទតាក់ទងជាមួយ inventory group service និង assembly ក៏ជាប្រភេទតំណែងជាប្រភេទ inventory ដែរអញ្ចឹងបងអូនដាក់ចូលតែមួយទេពេលនេះបងអូនធ្វើការបង្កើតតាក់ទងជាមួយនឹងប្រភេទ inventory នៅក្នុងរបាយមីនុយទាំង4នេះវាមានមុខងារសំខាន់ផ្សេងគ្នាផងដែរទី1 add តាក់ទងជាមួយនឹងការបង្កើតថ្មី new នេះតាក់ទងជាមួយនឹង edit ធ្វើការកែតម្រូវទៅលើប្រភេទតំណែងណាដែលបងកត់ទៅមានឈ្មោះខុសឬមួយប្រភេទជាលេខកូដខុសតាក់ទងជាមួយ detail ការបង្ហាញនៅព័ត៌មានលម្អិតហើយនឹងច្បាស់លាស់តាក់ទងជាមួយនឹង import ការនាំចេញនៅឯកសារ Excel ក្នុងការកត់ត្រារបាយការណ៍របស់បងឬមួយប្រភេទតំណែងរបស់បងពេលនេះបងធ្វើការជ្រើសនៅ new បាទមុននឹងធ្វើការជ្រើសរើសនៅការបង្កើតថ្មីបងសូមបង្ហាញតាក់ទងជាមួយនឹងប្រភេទនៃ item paper នេះ item pack នេះគឺវាបង្ហាញនៅចំនួនតំណែងដែលមាននៅក្នុង stock របស់បងបើសិនជាបងគិតថាតំណែងរបស់បងមានច្រើនលើសពី100មុខបងអាចជ្រើសរើសវាបានអាច scroll វាបានចំនួនមានការបង្កើតតំណែងកាន់តែច្រើនងាយស្រួលដល់បង scroll វាចុះមកក្រោមក្នុងការមើលតំណែងបាទពេលនេះអូនសូមយកពាក្យថា new ក្នុងការបង្កើតថ្មីពេលបងបង្កើតថ្មីតាក់ទងជាមួយនឹងតំណែងខាងលើវាមានទី1 name ទី2 description 1 description 2ទី2ទី3ទី4តាក់ទងជាមួយនឹង barcode តាក់ទងជាមួយនឹងប្រភេទ category បាទសញ្ញាផ្កាយនេះមានន័យថាបញ្ជាក់ថាប្រអប់ខាងនេះតម្រូវឲ្យបងបញ្ចូលបើសិនជាបងមិនបញ្ចូលទេគឺមិនឲ្យបងធ្វើការ save នៅឯកសារដែលបងកត់ត្រាបញ្ចូលឡើយពេលនេះតំណែងរបស់បងបើសិនជាឧទាហរណ៍បងចង់ដាក់វាជាប្រភេទនៃ barcode ប្រភេទជាកូដបងត្រូវកំណត់កូដណាមួយឧទាហរណ៍តាមប្រភេទកូដបងត្រូវបង្ហាញវាទាក់ទងជាមួយនឹងកូដបាទឧទាហរណ៍ថា inventory មួយនេះដែលមានកូដវា0001 description ដែលមានឈ្មោះថា Coca-Cola ដែលមាន barcode ចំនួនប៉ុណ្ណេះទាក់ទងជាមួយនឹងប្រភេទវាជាប្រភេទអីជាប្រភេទ beverage បងជ្រើស beverage បើសិនជាវាអត់មានទេបងធ្វើការបង្កើតថ្មីបងចុច Alt ហើយអក្សរ A វានឹងរ៉ាន់ទៅការបង្កើតថ្មីរបស់បងទាក់ទងជាមួយនឹងការបង្កើតនៅ category តែបងអូនអត់បង្ហាញទាក់ទងជាមួយនឹងការបង្កើតនៅ category ទេដោយសារអីដោយសារការបង្កើតនៅ category វាមាន function មួយទៀតក្នុងការបង្ហាញទាក់ទងជាមួយដល់បងទាក់ទងជាមួយនឹងប្រភេទ batch unit measurement ទាក់ទងជាមួយនឹងរង្វាស់ខ្នាតតើកូកានឹងជារង្វាស់ខ្នាតប៉ុន្តែវាជាអីជាដបជាលីត្រជាម៉ែត្រជាគីឡូបងអាចកំណត់លើនឹងបានខុសនេះថ្លៃដើមនៃបងទិញចូលឧទាហរណ៍ថាថ្លៃដើមនៃបងទិញចូលបាន$1 $2 $3 $4បើសិនជាបងទិញចូលវាក្នុងតម្លៃប្រហែលបងអាចវាយវាចូលបាន
តើតូនជាមួយនឹងប្រាយថ្លៃដែលបងលក់ចេញបងទិញមក$1កន្លះបងធ្វើការលក់ចេញវាមែន$2តើតូនជាមួយ record point គឺជាបរិមាណដែលបងកំណត់មាននៅក្នុង stock នៅពេលដែលបងកំណត់វាថាឧទាហរណ៍ថា500ដបមាននៅក្នុង stock ឬ500កេសមាននៅក្នុង stock ពេលដែលដល់500កេសបើសិនជាបងអត់ធ្វើការទិញចូលទេវានឹង alert ប្រាប់បងថាតំណែងរបស់បងចិត្តដល់ថ្ងៃអស់ពី stock ឬមួយនៅសល់ប៉ុណ្ណេះវានឹងបង្ហាញ mark point នេះចង់បញ្ជាក់ថាតើតំណែងបងអាចមានផ្ទុកក្នុង stock ចំនួនប៉ុន្មានឧទាហរណ៍ថាតំណែងបងតាក់ទងជាមួយកូកា10នេះអាចផ្ទុកក្នុង stock បាន1000 1010ឬ1000កេសអញ្ចឹងបងវាយវាចូលមកតាក់ទងជាមួយនឹងរូបភាពបងអាចដាក់រូបភាពបានតាក់ទងជាមួយនឹងប្រភេទ vendor អ្នកគ្រប់គ្រងតើកូកានឹងគ្រប់គ្រងដោយក្រុមហ៊ុនអីបើសិនជាគ្រប់គ្រងដោយក្រុមហ៊ុនកូកាកូឡាបងអាចបង្កើតតាក់ទងជាមួយនឹងប្រភេទអ្នកគ្រប់គ្រងបានទៀតតែបងប្អូនអត់បង្ហាញតាក់ទងជាមួយនឹងប្រភេទអ្នកគ្រប់គ្រងនេះទេបើសិនជាមានបងអាចចុច LA មកធ្វើការបង្កើតថ្មីតាក់ទងជាមួយ memo នេះការបរិយាយផ្សេងតាក់ទងជាមួយនឹងប្រភេទតំណែងបងដែលមាន starter នេះគឺតាក់ទងជាមួយនឹងតំណែងហ្នឹងតើតំណែងហ្នឹងនៅមាននៅក្នុង stock ឬក៏អត់បើសិនជាអត់មានទេបងធ្វើការជ្រើសរើសយក inactive មានពាក្យ active និង inactive តាក់ទងជានឹង quality inform នេះគឺតំណែងបងមាននៅក្នុង stock ប៉ុន្មានមុននឹងធ្វើការលក់ចេញឧទាហរណ៍ថាពេលបើសិនជាសាជីវកម្មបងចាស់គឺតំណែងបងគឺត្រូវមានហើយមាននៅក្នុង stock ឯងមុននឹងបញ្ចូលមកកាន់ system អញ្ចឹងមានចំនួនប្រមាណបងត្រូវវាយបញ្ចូលវាក្នុងនេះតាក់ទងជាមួយនឹង unit measurement inform តាក់ទងជាមួយនឹងរង្វាស់ຂະຫນាតធំជាង batch unit management ឧទាហរណ៍ថាកូកាមានចំនួនដបមានអ្វីដែលធំជាងដបទៀតមានដូសេនដែលធំជាងដបទៀតតាក់ទងជាមួយនឹងកេសដែលមានធំជាងដបទៀតក្នុងមួយកេសមាន24ដបក្នុងមួយដូសេនមាន12ដបហើយតម្លៃនៃការលក់ចេញវាផ្សេងគ្នាបាទតាក់ទងជាមួយនឹង material inform និង price level account inform បងអត់ធ្វើការបង្ហាញទេពេលនេះបងលើកយកតំណែងមួយប្រភេទទៀតដែលតាក់ទងជាមួយនឹងតំណែងគ្រប់ពាក្យថាតំណែងដែលមានឈ្មោះថាគ្រប់គឺជាប្រភេទ inventory ច្រើនផ្សំចូលគ្នាប៉ុន្តែมันអាចគ្រប់គ្រងនៅ stock តំណែងបានបងអាច new លេខនេះ name នេះបងអាចបង្កើតវាជាលក្ខណៈ barcode ឬមួយជាលក្ខណៈឈ្មោះតាក់ទងជាមួយនឹង description នេះគឺបងអាចបង្ហាញវាតាក់ទងជាមួយនឹងការបរិយាយផ្សេងដែលតាក់ទងជាមួយនឹងប្រភេទតំណែងមកបងបើសិនជាមាន barcode បងអាចដាក់ barcode ចូលទៅក្នុងប្រភេទតំណែងរបស់បងបានតាក់ទងជាមួយនឹង category ឧទាហរណ៍ថាតំណែងដែលមានលេខ0055ជាប្រភេទតំណែងអី black van អញ្ចឹង
blue margarina margarita blue margarita barcode បើសិនជាមានប្រភេទជាប្រភេទអីជាប្រភេទស្រាអញ្ចឹងប្រភេទស្រាបងស្ទើររើជាប្រភេទស្រាមកចំនួនຂະຫນາດវា1 unit បងជ្រើ unit មកចំនួនប្រាយវាផ្សំឡើងដោយអ្វីខ្លះវាផ្សំឡើងដោយការផ្សំជាមួយនឹងស្រាឧទាហរណ៍ថាវាផ្សំឡើងដោយស្រាទាក់ទងជាមួយនឹងស្រាមួយឧទាហរណ៍ថាវាផ្សំឡើងជាមួយនឹងស្រាមួយដបអញ្ចឹងស្រាមួយដបពីរវាក់មួយដបលេខជាមួយនឹងកូកាមួយកំប៉ុងមួយដបដែរមួយដបឧទាហរណ៍ថាលើកយក Pepsi មក Pepsi មួយដបដែរនៅក្នុងស្រាមួយមុខប្រភេទ blue margarita នេះគឺវាផ្សំឡើងអំពីស្រាជាច្រើនចូលគ្នាបង្កើតបានទៅជាប្រភេទទំនិញមួយមុខផ្សេងទៀតដែលយើងមិនអាចគ្រប់គ្រងស្តុកនៅបានទេឧទាហរណ៍ថាស្វាយចំនួន1ដបទៀតលេខចូលគ្នាតើតែអតិថិជនកំងទំនិញនេះចេញកំងតាក់ទងជាមួយនឹងស្រានេះទើបយើងអាចធ្វើវាចេញមកបានពេលនោះបងអាចធ្វើការ sale បើសិនជាមានរូបភាពតាក់ទងជាមួយស្រា blue margarita នេះបងអាចដាក់រូបវាបានធ្វើការ sale តាក់ទងជាមួយនឹងប្រភេទតម្លៃបើសិនជាសរុបតម្លៃតាក់ទងជាមួយនឹងថ្លៃខុសយើងចំណាយអស់$156.90 អញ្ចឹងបងអាចលក់វាក្នុងតម្លៃ$160អញ្ចឹងមកក៏បានមកធ្វើការ sale តាក់ទងជាមួយនឹងប្រភេទគ្រប់បាទបងសូមលើកយកតំណែងមួយទៀតដែលតាក់ទងជាមួយនឹងប្រភេទ Swiss តែបងធ្វើលើកយកឧទាហរណ៍ដែលបងបង្កើតចាស់យកឧទាហរណ៍ប្រាប់បងប្រភេទសេវាកម្មបាទក្នុងសេវាកម្មនេះតាក់ទងជាមួយនឹងទំនិញមួយប្រភេទដែរប៉ុន្តែយើងមិនអាចគ្រប់គ្រងនៅស្តុកបានឡើយដោយសារអីសេវាកម្មគឺជាប្រភេទទំនិញមួយដែលអតិថិជនស្នើសុំឬមួយជាទំនិញមួយដែលយើងមិនអាចគ្រប់គ្រងនៅស្តុកបានឧទាហរណ៍ថា
tệ tôi chỉ muốn lấy ba cốt để mình xôn sang một mùi chùm nuôn km anh đi ship săn không ca bao dài ưu tiên thế có ao dương đặt tầm đánh môi chia sẻ ba cam vì nắng từ bắt bò không đâm lại lời thay đám cứ vậy để dân chùm này không p để dân đặt tầm đánh trên từ ao kia nắng từ dân chùm này vậy là nó không nợ prai ní ta à tầm đánh để dân đặt tàu nó dân trong lộ chi sửa vài cam nắng không lại màn so với chi vật phết cái tây ní chi vật phết sửa vài cam ba chục nít mà số mà ní tiệt tôi chỉ muốn nâng km vùng vóc nát chỉ km bảo thay cái thay pi năng tập bắt bóng chục ngày với chỉ lệ mà nặng km chỉ vùng vóc nát bảo về hai bóng thôi ca sale bao sân chia bóng chừng này rồi là không ca thôi đầm nào từ bắt bóng nắng ta bóng trong bàn tiện tôi chỉ môi nâng thay để dân lụi cho những vô trình đánh mán bằng anh quay tiện tôi nâng sự ba cam bóng bàn bỏ sân chỉ bóng ọt đã thế có bàn đấy tiện tôi chỉ môi nâng p để bóng p đã bóng thôi hai bóng từ tổ bàn ở nơi thật bạc bóng ai vay bình trôi tiện tôi chỉ môi nâng tập hết prai bỏ bóng bàn hai bóng thôi ca sale tiện tôi chỉ môi fan sân muối tiện tôi chỉ môi fan sân setup category các bằng card nơiประเภทในตำแหน่งกรรมการនៅប្រភេទតំណែងបងអេតពីពាក្យថា add new តំណែងបងជាប្រភេទអ្វីបងអាចបង្កើតវាមកតើតួជាមួយនឹងឈ្មោះជាប្រភេទស្រាជាប្រភេទអាកុលជាប្រភេទការដឹកជញ្ជូនជាប្រភេទអ្វីផ្សេងទៀតបងអាចបំពេញដាក់ឈ្មោះនេះហើយវាស្ថិតនៅក្នុងសាប់វាស្ថិតនៅក្រោមអ្វីតើតួជាមួយនឹងប្រភេទដបវាស្ថិតនៅក្នុងប្រភេទអីប្រភេទជាបៀឬប្រភេទជាស្រាបងអាចបង្កើតវាបានតើតួនេះតើតួជាមួយនឹងការ set up unit measurement ការ set up unit measurement នេះតើតួជាមួយនឹងរង្វាស់ຂະຫນាតឧទាហរណ៍ថាដបតើតួជាមួយនឹងប្រភេទដបប្រភេទកេសធំប្រភេទកេសតូចប្រភេទកំប៉ុងចំនួនថ្ងៃចំនួនក្រាមចំនួនគីឡូតើតួជាមួយនឹងការបង្កើតក្នុងរង្វាស់ຂະຫນាតផ្សេងបងធ្វើការ add new ហើយបងធ្វើការបំពេញតើតួជាមួយនឹងប្រភេទរង្វាស់ຂະຫນាតរបស់បងមកបងធ្វើការ save បាទតើតួជាមួយនឹង3ចំណុចនេះខ្ញុំសូមអត់និយាយទេតើតួជាមួយនឹងប្រភេទ3ចំណុចនេះបងអូនសូមរំលងដោយសារអីដោយសារតេតួងជាមួយនឹងសាជីវកម្មរបស់បងมันមានតេតួងជាមួយនឹងចំណុច3នេះទេបើសិនជាមានការតេតួងបងអូននឹងធ្វើការបង្ហាញនៅពេលក្រោយទៀតឥឡូវនេះបងអូនសូមបង្ហាញតេតួងជាមួយនឹងអាចារ្យ quality តេតួងជាមួយនឹងអាចារ្យ quality នេះគឺជាការបញ្ចូលឬការដកនៅស្តុកទំនិញដែលបានលើសដែលបានខ្វះឬមួយបាត់បង់ខូចគុណភាពផ្សេងពេលនេះបងធ្វើការយកពាក្យថា add new ក្នុងការបង្កើតតេតួងជាមួយនឹងអាចារ្យ quality នេះតេតួងជាមួយនឹងលេខ reference ឧទាហរណ៍ថាតំណែងនេះដែលបានបាត់ឬមួយខូចគុណភាពដោយយោងតាមលេខ reference ដែល manager គាត់បានឆាមកថាតំណែងនេះបានបាត់ប្រកបឬមួយការរាប់ស្តុកទៅប្រកបថាវានឹងបាត់បង់មែនតើអញ្ចឹងដោយយោងតាមលេខនេះបងអាចបង្កើតជាលេខ reference យកមកហើយចំនួនសាខាតើបាត់នៅសាខាណាឧទាហរណ៍ថាបងមានសាខាចំនួន3បាត់នៅសាខាទី2បងអាចហៅសាខាទី2បាត់នៅសាខាទី1បងអាចហៅសាខាទី1តើតួងជាមួយនឹង
transition ដែលតើតួជាមួយនឹងប្រភេទថ្ងៃដែលបងបាត់តំណែងនេះធ្វើការ adjust stock នេះចេញឧទាហរណ៍តំណែងដែលមានឈ្មោះថា Pepsi តំណែងដែលរាប់នៅក្នុង stock មាន420កេសនៅក្នុង system 420កេស420ដបសូមអធិស្ឋានពេលដែលបងរាប់ទៅពិតប្រាកដតំណែងនៅក្នុងដៃមានតែ400កេសទេអញ្ចឹងមានន័យថាតំណែងដែលបងបាត់គឺ20ដបអញ្ចឹងបងធ្វើការ adjust stock នេះចេញតកតងជាមួយនឹងការបាត់បង់ឧទាហរណ៍បងរាប់ទៅតំណែងដែលនៅក្នុង system មាន420ដបពេលដែលបងរាប់ទៅឃើញ440ដបមានន័យថាតំណែងរបស់បងលើ20ដបអញ្ចឹងបងធ្វើការ adjust stock នេះចូលមកវិញហើយបងធ្វើការធីកបើសិនជាអត់ធីកទៀតបងធ្វើការខ្វាញ់ចោលតែបងធ្វើការ adjust stock នៅថ្ងៃទី19ខែ12តកតងជាមួយនឹងតំណែងដែលបានបាត់ឧទាហរណ៍ថាតំណែងដែលបានបាត់ចុះ400ដបអញ្ចឹងវាបាត់20វាចេញសញ្ញាដកបងធ្វើការ sale អូដោយសារតែអត់ធីកអញ្ចឹង400ដបបងធ្វើការធីកហើយបងធ្វើការ sale បាទតកតងជាមួយនឹងការ adjust stock នេះបានជោគជ័យតកតងជាមួយនឹងការ request stock តកតងជាមួយនឹងការស្នើនៅតំណែងពីសាខាមួយទៅកាន់សាខាមួយទៀតឧទាហរណ៍ថាសាខាទី1មានតំណែងគ្រប់គ្រាន់ហើយតែសាខាទី2នោះគាត់លក់តំណែងទៅអស់គាត់ធ្វើការស្នើទៅកាន់សាខាមួយទៀតថាបងអាចឲ្យខ្ញុំស្នើតំណែងបានអត់អញ្ចឹងសាខាទី2គាត់ស្នើមកទៅសាខាទី1ថាបងជួយដឹក Pepsi ឬមួយ Coca ខ្ញុំបាន20កេសមកបើសិនជាខ្ញុំស្នើទៅនឹងបាននៅថ្ងៃ19ហ្នឹងការស្នើតំណែងហ្នឹងមកឧទាហរណ៍ថា Pepsi ចុះចំនួនមែនចំនួន20កេសអញ្ចឹងការស្នើហ្នឹងវាបានជោគជ័យហើយប៉ុន្តែការស្នើហ្នឹងតើស្នើទៅ manager នៅក្នុងសាជីវកម្មមួយផ្សេងទៀតមួយក្រុមហ៊ុនបងហ្នឹង approve stock ហ្នឹងទទួលយកអត់បើសិនជា approve គាត់ក៏ធីកយក approve ទៅបើសិនជាអត់អូនយកពាក្យថា new តកតងជាមួយនឹងការស្នើឧទាហរណ៍តែការស្នើដែលថ្ងៃ19 appendix នេះវាអត់មានការពាក់ព័ន្ធជាមួយនឹង stock តំណែងរបស់យើងទេគ្រាន់តែការសំណើហើយនឹងការទទួលយកបើសិនជាសំណើនឹងមកដល់គាត់ទទួលយកធ្វើការ transfer stock បន្តទៀតអញ្ចឹងបើសិនជាគាត់ពេញចិត្តនឹងការទទួលតំណែងនេះហើយគាត់ធ្វើការ approve បើសិនជាគាត់មិនទទួលយកការស្នើសុំតំណែងនោះទេគាត់ធ្វើការ reject នៅសំណើនោះចោលពេលគាត់ថាអត់អីទេសាខាទី1មានតំណែងគ្រប់គ្រាន់ដើម្បី transfer ទៅសាខាទី2អញ្ចឹងគាត់ approve ពេលដែលគាត់ approve ហើយគាត់ធ្វើការ transfer stock តកតងជាមួយនឹងការ transfer stock នេះវាពាក់ព័ន្ធទៅដល់ការបញ្ជានៃតំណែងផ្ទាល់តែម្ដងស្ដីពេលដែលមានការ request stock ហើយបងហៅលេខ invoice ដែលមានការ request stock នេះចេញមកវានឹង load មកឲ្យពីសាខាមួយទៅកាន់សាខាទី2ចំនួន Pepsi ចំនួន20កេសនៅពេលដែលបង transfer stock នោះឧទាហរណ៍ថាខាងនោះគាត់បានទេមកបន្ថែមថាបងបើសិនជាមានការ transfer នៅ Pepsi មកហើយបងអាច transfer នៅ Fanta ឬមួយ Coca អញ្ចឹងឲ្យខ្ញុំថែម20កេសទៀតបងធ្វើការ transfer ពេលហ្នឹងក៏បានដែរមិនបាច់ចាំធ្វើការ request ម្ដងទៀតទេបើសិនជាគាត់បាននិយាយតាមទូរស័ព្ទឬមួយ
តាម Sky តាម Line អីផ្សេងទៀតថាបងធ្វើការ transfer មកមួយ Pepsi នឹងមកអញ្ចឹងបងអាចវាយបញ្ចូលនៅក្នុងនេះបានចំនួន20កេសទៀតហើយបងធ្វើការដឹកតំណែងនេះទៅជាមួយនឹង Pepsi នោះបងមិនបាច់ធ្វើការស្នើម្ដងទៀតទេបងអាចធ្វើការ transfer ទៅជាមួយគ្នានៅក្នុងពេលតែមួយនឹងបានហើយបងចុចទាំង sale បាទពេលនេះតាក់ទងជាមួយនឹងការធ្វើបទបង្ហាញរបស់បងប្អូនបានចប់អីតាក់ទងជាមួយនឹងប្រភេទ item បើសិនជាការធ្វើបទបង្ហាញនេះនៅមានកង្វះខាតសូមបងជួយ comment ហើយនឹងជួយបន្ថែមហើយនឹងបញ្យល់ពីកន្លឹះផ្សេងទៀតដែលតាក់ទងជាមួយនឹង system បាទសូមអរគុណ